យល់ហើយគឺដើម្បីតែមុខមាត់នឹងកិត្តិយសប៉ុណ្ណោះបន្ទាប់ពីត្រឡប់ដល់ផ្ទះវិញលោកហើយកុំភ្លេចបដូរការហៅវិញផងការរក្សាកិត្តិយសគ្រប់ពេលវេលាបែបនេះខ្ញុំស្ដាប់ទៅពិតជាហត់ណាស់លីងយានអញពិតជាមិនដឹងល្អអាក្រក់មែនបាទទីបំផុតពួកបងត្រឡប់មកវិញហើយហើយសានហេតុអ្វីបានជាឯងនៅទីនេះហើយចឹងលោកលាក់បានចិត្តល្អណាស់មិនដែរកូនក្រៅច្បាប់ធំដល់ថ្នាក់នេះហើយទេមិនមែនទេស្ដាប់ខ្ញុំបកស្រាយសិនវ៉ាវបងថ្លៃស្អាតខ្លាំងណាស់ពូតូចនិយាយថាបងប្រុសចឹងដណ្ដឹងបានបងថ្លៃស្រស់ស្អាតខ្លាំងមែនទេម្នាក់នោះគឺជាបងមែនទេខ្ញុំមិនមែនទេទុកថាឯងមានភ្នែកទៅចុះមែនហើយនេះជាបងថ្លៃរបស់ឯងឆាប់ហៅគេទៅហេបងប្រុសចឹងត្រូវໄວហើយប៉ានិយាយថានេះហៅថាស្រឡាញ់កាន់តែខ្លាំងໄວកាន់តែខ្លាំងដេះផ្ដាស់ចេញឲ្យឆ្ងាយទៅចុះក្មេងនេះមកពីណាបងថ្លៃបងយល់ច្រឡំលើបងប្រុសចឹងហើយស្ដាប់នេះសិនទៅសានស្ដាប់បង្កប់នៅផ្ទះបងចឹងណាម៉ាក់និងប៉ារបស់កូនកំពុងដើរលេងនៅអូស្ត្រាលីកូនត្រូវធ្វើជាអ្នកស៊ើបការមើលថាតើសមាជិកថ្មីរបស់យើងស្អាតដែរឬទេឃើញទេអាកូនស្វានេះគឺជាកូនប្រុសរបស់មីងខ្ញុំពួកគាត់ទាំងពីរនាក់រាល់ថ្ងៃគ្មានការងារធ្វើរកតែបញ្ហាថ្ងៃនេះនៅបញ្ចូលអ្នកស៊ើបការមកទៀតបន្តិចទៀតនឹងឲ្យសិនជីងយកគេទៅផ្ទះចាស់វិញមិនបាច់ជូនត្រឡប់ទៅវិញទេទុកឲ្យគេនៅទីនេះចុះល្អណាស់មិនបានទេអញអាយុប៉ុន្មានហើយនៅចង់គេងជាមួយអ្នកដទៃទៀតគ្មានច្បាប់ទម្លាប់សិនជីងនាំគេទៅងូតទឹកទៅយប់នេះគេគេងជាន់ទី1ជាមួយខ្ញុំជាន់ទី1ប៉ុន្តែបងមេការធ្លាប់និយាយថាបន្ទប់ធំនៅជាន់ទី2តើបងខ្លាចស្អាតត្រែងពួកបងរៀបការហើយតើហេតុអីបងគេងនៅជាន់ទី1បងប្រុសចឹងគេងនៅជាន់ទី2ប៉ាម៉ាក់ខ្ញុំគឺគេងបន្ទប់តែមួយតើនេះកូនក្មេងនិយាយផ្ដេសផ្ដាស់តាមពិតក្មេងនេះនិយាយក៏មានហេតុផលដែរមីងតូចឲ្យគេមកធ្វើជាអ្នកស៊ើបការប្រសិនបើដឹងថាពួកយើងគេងបែកគ្នាមិនដឹងថាពេលត្រឡប់ទៅវិញនឹងនិយាយស្អីខ្លះនោះទេមិនអីចឹងចាប់ពីយប់នេះទៅឯងទៅគេងនៅជាន់ទី2ជាមួយខ្ញុំអ្នកណាប្រាប់ឯងថាយើងគេងបែកបន្ទប់គ្នាបងថ្លៃឯងគេងបន្ទប់នោះដោយសារបន្ទប់មិនទាន់រៀបចំរួចរាល់ចុះខ្ញុំក៏ចង់គេងលើគ្រែធំជាមួយពួកបងដែរមិនបានឯងគេងជាន់ទី1ទៅសិនជីងយកកូនស្វាចេញទៅកុំបារម្ភអីខ្ញុំគេងស្ងប់ស្ងាត់ណាស់មិនកំរើកផ្ដេសផ្ដាស់ទេខោអាវរបស់ឯងបានឲ្យសិនជីងយកឡើងមកហើយបាននៅក្នុងបន្ទប់ងូតទឹកប្រញាប់ទៅងូតទៅទឹកក្តៅខ្ញុំក៏បានត្រៀមឲ្យឯងរួចហើយដែរអរគុណលោកហាស្ងប់ចិត្តបេះដូងចម្រៃគុំលោកញ៉ាំពេកនិយាយគ្នាឲ្យហើយខ្ញុំមិនទម្លាប់គេងរួមគ្រែជាមួយអ្នកដទៃទេក្រវ៉ាត់នេះជាព្រំដែនបើអ្នកគេងហួសព្រំដែនស្អែកត្រូវទៅគេងលើសាឡុងលោកហើយកុំបារម្ភអីខ្ញុំគ្មានចំណាប់អារម្មណ៍ឆ្លងដែនឡើយពិតមែនទៅអាហ្វៃលីយានឯងកាត់អីហ្នឹងអាហ្វៃនេះប្រពន្ធរបស់ខ្ញុំរាល់យប់តែងតែគេងទាំងពិបាកបែបនេះមែនទេពេលអូនរស់នៅតំបន់អន់ថយនោះតើបានជួបនៅរឿងអ្វីខ្លះមិនអីទេថ្ងៃក្រោយមានខ្ញុំនៅទីនេះគ្មានអ្នកណាហ៊ានធ្វើបាបអញទៀតឡើយហើយចឹងក្រវ៉ាត់យប់មិញត្រូវលោកលេបចូលពូបាត់ហើយមែនទេអ្នកណាថាគឺមកពីយប់មិញឯងបាននិយាយទៅអាចធ្វើឲ្យគេនឹកឃើញរឿងមិនល្អទាំងនោះទេណាហើយចុះយ៉ាងណាពួកយើងជាប្តីប្រពន្ធស្របច្បាប់ដែលបានចុះសម្បត្តិអាពាហ៍ពិពាហ៍រួចហើយខ្ញុំគ្រាន់តែឲ្យប្រពន្ធខ្លួនឯងត្រូវចាំបាច់ពន្យល់ដែរឬមែនហើយតាមតវិជ្ជារបស់លោកហើពិតជាមិនបាច់ពន្យល់ឡើយបងថ្លៃដ៏ស្រស់ស្អាតក្រោកឡើងព្រះអាទិត្យចាំងពូតហើយក្រោកឡើងកុំឲ្យក្មេងតូចនោះវៃបំបាក់ទ្វារហើយគួរឲ្យធុញណាស់ផ្ទះបងចឹងគ្មានសំបីតែស្លាយក្រៅពីផ្ទះធំគឺគ្មានអ្វីលេងសប្បាយសោះរអ៊ូច្រើនម្លេះប្រយ័ត្នខ្ញុំយកឯងត្រឡប់ទៅផ្ទះចាស់វិញបងថ្លៃដ៏ស្រស់ស្អាតពួកបងមិនទៅដើរលេងចុងសប្តាហ៍ទេអីខ្ញុំចង់ទៅលេងសួនកំសាន្តពួកបងជូនខ្ញុំទៅណាអ្នកប្រុសលោកស្លៀកពាក់បែបនេះទៅសួនកំសាន្តសន្តិសុខយាមទ្វារប្រហែលគិតថាយើងទៅទិញយកសួនកំសាន្តរបស់គេហើយធម្មតាត្រជាក់ដូចទឹកកកតែចំពោះក្មេងតូចបែរជាមានភាពអត់ធ្មត់យ៉ាងនេះខ្ញុំក៏ស្រាប់តែមានអារម្មណ៍ថាខោអាវនេះហប់បន្តិចមែនប្រាប់គេឲ្យចាំខ្ញុំ2នាទីគ្រាន់តែផ្លាស់ប្ដូរសម្លៀកបំពាក់ធម្មតាប៉ុណ្ណោះតោះទៅកុំឲ្យក្មេងនោះចាំយូរបានវ៉ាមានរបស់លេងច្រើនណាស់បងចឹងបងថ្លៃពួកយើងទៅលេងគ្រឿងចាក់នោះមុនគេទៅ
កំភ្លើងនេះរៀងធ្ងន់បន្តិចតាមខ្ញុំមកឲ្យជាប់មើលបងនាំពួកឯងឈ្នះវគ្គនេះយ៉ាងម៉េចវ៉ាវបងថ្លៃលុយខ្លាំងណាស់តើគេធ្លាប់ឆ្លងកាត់ការស្លាប់រស់ប៉ុន្មានដងទៅទើបអាចរក្សាសភាពគត់នៃការសម្លាប់បែបនេះគ្រប់ពេលឈប់លេងហើយអ្នកស្រីសម្រួលអារម្មណ៍បន្តិចទៅបងប្រុសចឹងបងថ្លៃលេងគ្រឿងចាក់រួចហើយពួកយើងប្រញាប់ទៅលេងឡានប្រណាំងទៅខ្ញុំមើលឃើញនៅខាងក្រៅមានវាលប្រណាំងធំខ្លាំងណាស់ណាបានទៅលេងឡានប្រណាំងចុះតោះឯងញ័រខ្លួនខ្លាំងម្ល៉េះលីយានឯងមើលមកខ្ញុំដកដង្ហើមឲ្យវែងដកដង្ហើមមិនអីទេគ្រប់យ៉ាងបានកន្លងផុតទៅហើយប្រពន្ធឈប់ខ្លាចទៅសិនជីងនាំសានទៅញ៉ាំការ៉េមនៅខាងនោះទៅដើម្បីឲ្យគេបាត់ភ័យបាត់អ្នកប្រុសតូចទៅជាមួយខ្ញុំលោកហាថ្ងៃនេះអរគុណលោកហើយលីយានតាមពិតនៅយប់ជប់លៀងខ្ញុំមិនបានសម្ដែងទេហើយចឹងលោកដឹងទេថានេះវាមានន័យយ៉ាងម៉េចមានន័យថាខ្ញុំលងស្រឡាញ់អញហើយភាពត្រូវគ្នាខ្ពស់នៃអរម៉ូនរបស់យើងវាជារឿងមួយតែសភាវគតិនិងបេះដូងរបស់ខ្ញុំវាច្បាស់លាស់ខ្លាំងណាស់គឺចឹងហ្គេមរបស់ពួកសង្គមជាន់ខ្ពស់ខ្ញុំមិនយល់ទេហើយក៏គ្មានចំណាប់អារម្មណ៍ចង់លេងដែរប៉ុន្តែការរស់នៅតំបន់13បង្រៀនខ្ញុំថាការមានទំនាក់ទំនងវាគ្មានប្រយោជន៍អ្វីក្រៅពីនាំមកបញ្ហានោះទេត្រឡប់ទៅវិញទៅហើយចឹងប៉ុន្តែខ្ញុំហើយចឹងអ្វីដែលមិនខ្លាចបំផុតគឺបញ្ហានេះឯងបើឯងមិនយល់ពីច្បាប់សង្គមអភិជនអីចឹងខ្ញុំលេងតាមច្បាប់តំបន់ទី13តំបន់ទី3គឺផ្ដោតលើការដោះដូរស្មើគ្នាពីអគុណពីអំបញ្ញមិញខ្ញុំចង់បានវាឥឡូវនេះលងស្រឡាញ់នរណាម្នាក់ឡើយលោកហើយលោកប្រហែលជាត្រូវខកបំណងហើយមិនអីទេខ្ញុំរងចាំបានបាទខ្ញុំយល់ហើយអ្នកប្រុសភូមិគ្រឹះកណ្ដាលភ្នំផ្ញើដំណឹងមកលោកស្រីថ្ងៃនេះហត់ពេញមួយថ្ងៃហើយឆាប់ទៅសម្រាប់ទៅបានម៉ាក់រកខ្ញុំមែនទេបាទគាត់ចង់ឲ្យលោកទៅជួបផ្ទាល់នៅម៉ោង 10 ព្រឹកស្អែកមើលទៅអុកមួយក្តារនេះគាត់គ្រោងនឹងបង្ហាញសញ្ញាបៀរបស់គាត់ឲ្យខ្ញុំមើលផ្ទាល់ភ្នែកហើយប្រាប់ទៅខាងភូមិគ្រឹះផងម៉ោង 10 ព្រឹកស្អែកខ្ញុំនឹងទៅដល់ទាន់ពេលអាយៀនស្អែកជួបគ្នា